គ្រួសារអតីតយុទ្ធជនខេត្តបាត់ដំបងចំនួន340គ្រួសារចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍សម្បត្តិដីសង្គមគិច្ចពីរដ្ឋាភិបាលក្រុមគ្រួសារអតីតយុទ្ធជននៅខេត្តបាត់ដំបងចំនួន340គ្រួសារបានចូលរួមចាប់ឆ្នោតទទួលយកផ្ទះដីឡូតិ៍ដែលជាដីសម្បត្តិសង្គមគិច្ចនៅក្នុងភូមិគោករកាឃុំដូនបានិងភូមិព្រៃសិនឃុំឆ្នាល់មន់ស្រុកកោះក្រឡកាលពីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃហបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជារដ្ឋលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានបញ្ជាក់ថាផ្ទះដីឡូតិ៍ខាងលើនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានផ្ដល់ជូនបងប្អូនដែលមានការខ្វះខាតដីបង្កបង្កើនផលនិងលំនៅឋានឯកឧត្តមបន្ថែមថាបើបងប្អូនចាប់ឆ្នោតបានទទួលផ្ទះនិងដីឡូតិ៍ហើយរួចចាក់សោចោលមិនមកនៅទីនេះសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបាត់ដំបងនឹងធ្វើការដកហូតយកមកវិញឯកឧត្តមបានបន្តទៀតថាមិនត្រឹមតែចែកឲ្យផ្ទះនិងដីឡូតិ៍ប៉ុណ្ណោះទេគឺនៅពេលខាងមុខប្រសិនបើបងប្អូនទាំង340គ្រួសារនេះបានមកនៅជាប់លាប់នោះឯកឧត្តមនឹងបន្តចែកដីអាស្រ័យផលជូនថែមទៀតដោយឯកភាពគ្នាធ្វើដំណាំមួយផលិតផលមួយមានន័យថានៅតំបន់នេះតើមន្ទីរកសិកម្មខេត្តវាយតម្លៃថាត្រូវដាំអ្វីខ្លះដែលជាផលិតផលអាចរក្សាប្រាក់ចំណូលបានឬបង្កើតសហគមន៍កសិកម្មទំនើបក្នុងគោលដៅលើកម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឲ្យកាន់តែមានភាពល្អប្រសើរឯកឧត្តមក៏បានជំរុញដល់មន្ទីរវិស័យរបស់ខេត្តដែលមានការពាក់ព័ន្ធត្រូវបង្កើនសកម្មភាពក្នុងការអភិវឌ្ឍតំបន់នេះទៅតាមជំនាញនីមួយៗដោយឡែកចំពោះដីឡូតិ៍ជុំវិញផ្ទះសូមបងប្អូនដាំដំណាំរួមផ្សំឲ្យបានគ្រប់គ្នាដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារយើងឲ្យកាន់តែប្រសើរថែមទៀតសូមបញ្ជាក់ថាជាមួយគ្នានេះរដ្ឋបាលខេត្តបាត់ដំបងក៏បាននាំយកអំណោយទៅប្រគល់ជូនបងប្អូនយើងនៅក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកសុទ្ធ1កេសទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខ1យួរផងដែរ